សូមស្វាគមន៍មកកាន់ការចែករំលែកអំពីយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងអាជីវកម្មហើយនៅក្នុងស៊េរីរបស់យើងថ្ងៃនេះយើងនឹងចែករំលែកបន្ថែមអំពីយុទ្ធសាស្ត្រសំខាន់ដែលម្ចាស់អាជីវកម្មត្រូវដឹងក៏ដូចជាត្រូវយកទៅអនុវត្តនៅក្នុងអាជីវកម្មរបស់ខ្លួននៅក្នុងបទពិសោធន៍នៃការគ្រប់គ្រងអាជីវកម្មទាំងនៅក្នុងក្រុមហ៊ុនជាតិនិងអន្តរជាតិមួយចំនួនខ្ញុំមើលឃើញថាមានចំណុចមួយដែលម្ចាស់អាជីវកម្មភាគច្រើនឬក៏មួយចំនួននៅតែខ្វះខាតឬក៏គាត់បានមើលរំលងហើយមិនបានអនុវត្តឲ្យបានដិតដល់នៅក្នុងអាជីវកម្មរបស់គាត់អញ្ចឹងខ្ញុំលើកឧទាហរណ៍ទាក់ទងនឹងរេស្តូរ៉ង់2ឬក៏ភោជនីយដ្ឋានដែលរេស្តូរ៉ង់ទី1គឺគាត់តែងតែទទួលបានភ្ញៀវចេញចូលយ៉ាងច្រើនអតិថិជនតែងតែខលកក់មុនអតិថិជនតែងតែ walk in ពេញហាងហើយគាត់តែងតែទទួលបាននៅ review ដែលល្អៗដែលភ្ញៀវបានផ្ដល់ទៅជូនគាត់ការលក់របស់គាត់គឺដាច់ហើយមានគេគ្រប់គ្រងហើយហាងរបស់គាត់គឺល្បីចំណែកឯរេស្តូរ៉ង់ទី2គឺគាត់ក៏មានលក់នៅអាហារដែលមានម៉ឺនុយដូចគ្នាហើយដែលមានការរៀបចំតុបតែងស្អាតបាតដូចគ្នាប៉ុន្តែបញ្ហានោះគឺគាត់តែងតែទទួលបាននៅ complaint ពីអតិថិជនហើយគាត់តែងតែមានបញ្ហាជាប្រចាំថ្ងៃដូចជាការ order late អតិថិជនគាត់ cancel order ឬក៏បញ្ហាដែលបុគ្គលិកគាត់ឈប់ជាបន្តបន្ទាប់ជាដើមអញ្ចឹងសំណួរសួរថាតើនេះគឺមកពីបញ្ហាអ្វីម្ចាស់អាជីវកម្មមួយចំនួននឹងគិតថានេះគឺមកពីកត្តាម៉ឺនុយកត្តាទីតាំងឬក៏មកពីចុងភៅប៉ុន្តែទាំងអស់នេះគឺមិនមែនជាមូលហេតុដែលធ្វើឲ្យរេស្តូរ៉ង់មួយគាត់ទទួលបាននៅបញ្ហាជាច្រើនជាងរេស្តូរ៉ង់មួយទៀតនោះទេនេះគឺជាបញ្ហាដែលយើងហៅថា operational excellence អញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកទាក់ទងនឹងតើ operational excellence គឺបានជួយអាជីវកម្មមួយឲ្យកាន់តែល្អប្រសើរឡើងហើយអាច grow ជាជាងអាជីវកម្មមួយទៀតដែលកំពុងតែជួបនឹងបញ្ហាតាមរូបភាពណាខ្លះបើយើងសួរទៅកាន់ម្ចាស់អាជីវកម្មមួយចំនួនគាត់គិតថាចំណុចដែលសំខាន់នៅក្នុងអាជីវកម្មគឺគាត់គួរតែផ្ដោតទៅលើការខិតខំប្រឹងប្រែងក្នុងការធ្វើ marketing ឬក៏ promote អាជីវកម្មឬក៏ផលិតផលរបស់គាត់នឹងផ្ដោតទៅលើការបង្កើននៅការលក់ឬក៏បន្ថែមនៅបុគ្គលិកឬក៏បន្ថែមនៅការដេក័រហាងឲ្យកាន់តែស្អាតនិងទាក់ទាញអតិថិជនទាំងនេះគឺមិនខុសទេប៉ុន្តែមានកត្តាមួយដែលសំខាន់ដែលយើងហៅថាជា snow នៃអាជីវកម្មដែលគាត់ត្រូវដោះស្រាយឲ្យបានមុនពេលដែលគាត់អាចបន្ថែមនៅកត្តាផ្សេងៗដែលបានរៀបរាប់ខាងលើនេះហើយកត្តានេះហើយគឺជា operational excellence បើសិនជាយើងប្រៀបធៀប operational excellence គឺដូចជានៅក្នុងរថយន្តមួយគ្រឿងអញ្ចឹង operational excellence គឺជាម៉ាស៊ីននៅក្នុងរថយន្តនោះហើយកត្តាផ្សេងៗទៀតដូចជា sale marketing decoration ទាំងនោះគឺជាផ្នែកផ្សេងៗនៃរថយន្តប៉ុន្តែនៅពេលដែលរថយន្តខូចគឺចាំបាច់ណាស់គឺយើងត្រូវជួសជុលម៉ាស៊ីនជាក់ស្ដែង marketing គឺទាក់ទាញ customer ឲ្យចូលមក sale និងបិទនៅការលក់ចំណែកឯ operational excellence គឺជាអ្វីដែលយើងអាចផ្ដល់ជូនទៅ customer ទៅតាមការសន្យារបស់យើងឬក៏យើងហៅថា deliver the promise ហើយការផ្ដល់នៅអ្វីដែលយើងបានសន្យាគឺវាសំខាន់ដែលវាធ្វើឲ្យភ្ញៀវឬក៏អតិថិជនដែលចូលមកនោះគឺគាត់ចងចាំហើយគាត់នឹងពេញចិត្តចំពោះការផ្ដល់នៅសេវាកម្មរបស់យើងនិងបន្តគាំទ្រទៅដល់អាជីវកម្មរបស់យើងដូច្នេះហើយនៅពេលដែលម៉ាស៊ីននោះខូចគឺយើងមិនអាចយកប្រេងឥន្ធនៈណាឬក៏ផ្នែកណាមួយនៃរថយន្តដើម្បីជំរុញឲ្យវាបន្តដំណើរទៅមុខបានទេអញ្ចឹងគឺអ្វីដែលសំខាន់ដែលម្ចាស់អាជីវកម្មត្រូវធ្វើគឺដោះស្រាយនៅបញ្ហាចម្បងនិងពិតប្រាកដនៃអាជីវកម្មរបស់ខ្លួនចុះអ្វីទៅគឺជា operational excellence គឺជាប្រព័ន្ធមួយឬក៏ system មួយដែលផ្ដល់នៅគុណតម្លៃគុណភាពក៏ដូចជាប្រសិទ្ធភាពនៅក្នុងអាជីវកម្មរបស់យើងហើយវាគឺជាប្រព័ន្ធមួយដែលបន្តអភិវឌ្ឍឥតឈប់ឈរដើម្បីធ្វើម៉េចអាចបន្តផ្ដល់នៅសេវាកម្មដែលល្អបំផុតទៅកាន់អតិថិជនអញ្ចឹងបើយើងនិយាយអំពី operational excellence វាមិនមែនគ្រាន់តែជាការព្យាយាមក្នុងការ micro manage ទៅលើបុគ្គលិករបស់យើងការកាត់បន្ថយនៅចំណាយឬក៏ការខិតខំព្យាយាមធ្វើការកាន់តែច្រើនតែមួយមុខនោះទេផ្ទុយទៅវិញវាគឺជាប្រព័ន្ធប្រតិបត្តិការនៅក្នុងក្រុមហ៊ុនមួយដែលមនុស្សគាត់ដឹងថាគាត់ត្រូវធ្វើអ្វីហើយបញ្ហាកំហុសឆ្គងគឺត្រូវបានកាត់បន្ថយហើយដែលសំខាន់ជាងគេទៅទៀតនោះគឺអតិថិជននឹងបន្តទទួលបាននូវបទពិសោធន៍ដែលល្អហើយនឹងមានចីរភាពមានន័យថាគាត់នៅបន្តទទួលបានបទពិសោធន៍ល្អៗជានិច្ចដែលមិនមានការធ្លាក់ចុះ
ចំពោះ process នៃការបង្កើតនៅ operational excellence នេះគឺវាមិនមែនគ្រាន់តែមួយថ្ងៃឬក៏មួយខែដែលយើងអាចបង្កើតវាបានទេគឺវាចាប់ផ្ដើមតាំងពីពេលយើងចាប់ផ្ដើមអាជីវកម្មដំបូងហើយយើងព្យាយាមបន្តអភិវឌ្ឍវាធ្វើវាឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹង operational excellence នេះគឺជាអ្វីដែលយើងតែងតែបន្តអភិវឌ្ឍឥតឈប់ឈរហើយចំពោះម្ចាស់អាជីវកម្មក៏យើងត្រូវតែសម្លឹងមើលទៅក្នុង detail ឬក៏ភាពលម្អិតនៃ daily operation របស់យើងហើយព្យាយាមស្វែងរកនៅចំណុចណាដែលខ្វះខាតឬក៏ចំណុចណាដែលជាបញ្ហាហើយយកវាមកដោះស្រាយហើយនឹងបង្កើតទៅជាប្រព័ន្ធមួយដែលអ្នកគ្រប់គ្នានៅក្នុងអាជីវកម្មនោះគឺគាត់អាចស្វែងយល់ក៏ដូចជាអាចអនុវត្តទៅតាមអ្វីដែលយើងចង់បានចឹងហើយបើសិនបើយើងអាចបង្កើតនៅ operational excellence នៅក្នុងអាជីវកម្មរបស់យើងបានវាប្រៀបដូចជា formula ឬក៏ប្រៀបដូចជារូបមន្តដ៏សំខាន់មួយដែលมันអាចមាន competitor ណាអាច copy បានយ៉ាងងាយស្រួលទេហើយវាប្រៀបដូចជា DNA ដែលសំខាន់ដែលធ្វើឲ្យអាជីវកម្មរបស់យើងបន្តរីកចម្រើនក៏ដូចជាទទួលបានការគាំទ្រពីសំណាក់អតិថិជនក៏ដូចជាបុគ្គលិកនិងដៃគូសហការជាច្រើនទៀតអញ្ចឹងហើយវាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការបង្កើតនៅ operational excellence នេះពីព្រោះគុណប្រយោជន៍របស់វាគឺជួយមិនត្រឹមតែជួយដល់អាជីវកម្មរបស់យើងនៅពេលបច្ចុប្បន្នទេប៉ុន្តែគឺវាជួយទៅដល់ការរីកចម្រើននៅក្នុងរយៈពេលវែងនៃអាជីវកម្មរបស់យើងបើយើងពិនិត្យមើលចំណុចមួយចំនួនដែល operational excellence អាចផ្ដល់ឲ្យអាជីវកម្មរបស់យើងគឺទី1ដែលសំខាន់ជាងគេនោះគឺវានឹងជួយផ្ដល់នៅបទពិសោធន៍ដែលល្អទៅដល់អតិថិជនបទពិសោធន៍ដែលធ្វើឲ្យអតិថិជនចងចាំនិងត្រឡប់មករកយើងនៅពេលក្រោយទៀតទី2នៅពេលដែលយើងមាន operational excellence គឺយើងនឹងកាត់បន្ថយទៅលើការចំណាយជាពិសេសចំណាយមួយចំនួនដែលកាត់ឡើងអំពីការខ្ជះខ្ជាយឬក៏កំហុសឆ្គងដែលកាត់ឡើងនៅក្នុងអាជីវកម្មរបស់យើងឧទាហរណ៍ថានៅក្នុងរោងចក្រផលិតភេសជ្ជៈប្រសិនបើយើងអត់មាន operational excellence ទេការផលិតចេញមកនោះវានឹងមានបញ្ហាខុសឆ្គងដូចជាទំហំឬក៏ដូចជារសជាតិឬក៏បញ្ហា quantity ផ្សេងៗទៀតដែលវាអាចធ្វើឲ្យមានកំហុសច្រើនហើយជាចុងក្រោយគឺយើងទទួលបាននៅ waste ឬក៏ការខាតបង់ច្រើនដែលកាត់ឡើងពីកំហុសទាំងអស់នោះដូចគ្នាផងដែរចំពោះបុគ្គលិករបស់យើងនៅពេលដែលក្រុមហ៊ុនរបស់យើងមាន operational excellence គឺគាត់នឹងមានប្រសិទ្ធភាពឬក៏ productivity កាន់តែខ្ពស់ហើយនៅពេលដែលគាត់មាន productivity កាន់តែខ្ពស់គឺគាត់នឹងអាចធ្វើការងារបានត្រឹមត្រូវមានកំហុសតិចហើយជាពិសេសគឺបានលឿនឬក៏អាចបានច្រើនជាងមុននៅក្នុងរយៈពេល1ថ្ងៃឬនៅក្នុងរយៈពេលដែលគាត់បំពេញកិច្ចការងារនោះអញ្ចឹងនេះគឺជាអ្វីដែលម្ចាស់អាជីវកម្មជាច្រើនគាត់ចង់បានគឺបុគ្គលិកដែលគាត់យល់ពីការងារបុគ្គលិកដែលគាត់ deliver នៅ result ល្អហើយនឹង consistent ហើយនឹងមានបញ្ហាឬក៏មាន waste តិចតួចកំហុសឆ្គងតិចតួចអញ្ចឹងវាជាចំណុចសំខាន់ដែលម្ចាស់អាជីវកម្មទាំងអស់តែងតែចង់បានការសម្រេចចិត្តបានត្រឹមត្រូវក៏ជាលទ្ធផលមួយដែលបានមកពីពេលដែលយើងមាននៅ operational excellence ដែរពីព្រោះនៅពេលដែលយើងមាន operational excellence គឺយើងមានទិន្នន័យគ្រប់គ្រាន់យើងមានការរក្សានៅ records ឬក៏ឯកសារឬក៏យើងមានការស្វែងយល់អំពី detail ទាំងអស់នៅក្នុង operation របស់យើងអញ្ចឹងគឺយើងអាច make use ឬក៏យើងអាចយកនៅទិន្នន័យទាំងអស់នោះដើម្បីយកមកជួយទៅដល់ការវិភាគក៏ដូចជាការសម្រេចចិត្តរបស់ម្ចាស់អាជីវកម្មឲ្យបានត្រឹមត្រូវនិងជៀសវាងការសម្រេចចិត្តណាមួយដែលនាំឲ្យមានហានិភ័យឬក៏ការខាតបង់ទៅដល់អាជីវកម្មរបស់យើងផងដែរជាចុងក្រោយដែលជាចំណុចដែលសំខាន់បំផុតផងដែរនៅក្នុង operational excellence នោះគឺវាចាំបាច់ដែលជួយដល់អាជីវកម្មមួយឲ្យមានការរីកចម្រើនឬក៏អាចពង្រីកខ្លួនឲ្យកាន់តែធំជាងមុនឬក៏ពង្រីកសាខាពង្រីកទីតាំងជាដើមហេតុអ្វីដែលសារនៅពេលដែលមាន operational excellence វាគឺជាប្រព័ន្ធមួយដែលយើងអាចប្រើប្រាស់ដើម្បីគ្រប់គ្រងអាជីវកម្មរបស់យើងហើយប្រព័ន្ធនេះទៀតសោតគឺវាជាអ្វីដែលចាំបាច់បំផុតដែលម្ចាស់អាជីវកម្មត្រូវការដោយសារអាជីវកម្មមួយចំនួនគឺគាត់មិនបានបង្កើតជាប្រព័ន្ធនេះកើតឡើងទេអញ្ចឹងអាជីវកម្មរបស់គាត់គឺពឹងផ្អែកទៅលើតែមនុស្សម្នាក់ឬក៏តែម្ចាស់អាជីវកម្មតែប៉ុណ្ណោះក្នុងការសម្រេចចិត្តឬក៏នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃអញ្ចឹងនៅពេលដែលអាជីវកម្មពឹងផ្អែកទៅលើតែបុគ្គលម្នាក់ដែលគាត់សម្រេចចិត្តដោយពឹងផ្អែកទៅលើប្រព័ន្ធឬក៏ពឹងផ្អែកទៅលើ policy ជាក់លាក់ណាមួយអ
អញ្ចឹងអាជីវកម្មនោះគឺវាមាន dependency គឺវាពឹងផ្អែកខ្លាំងទៅលើបុគ្គលហើយគឺវានឹងមានផលវិបាកនៅពេលដែលយើងចង់ពង្រីកអាជីវកម្មនោះឲ្យមានស្តង់ដារឬក៏ឲ្យវាកាន់តែធំទូលំទូលាយដោយមានចំនួនសាខាឬក៏ចំនួនប្រតិបត្តិការកាន់តែច្រើនថែមទៀតដូច្នេះហើយនៅពេលដែលយើងអាចបង្កើតនៅប្រព័ន្ធនេះកើតឡើងបានគឺមានន័យថាយើងអាចcopy វាយើងអាចបង្កើតវាឲ្យក្លាយជាប្រព័ន្ធដូចគ្នាកាន់តែច្រើនហើយប្រើប្រាស់នៅក្នុងសាខាឬក៏អាជីវកម្មរបស់យើងនៅក្នុងទីតាំងផ្សេងៗទៀតហើយគឺយើងមានភាពងាយស្រួលក្នុងការគ្រប់គ្រងវាដោយយើងមិនចាំបាច់ស្ថិតនៅក្នុងអាជីវកម្មនោះគ្រប់ពេលគ្រប់វេលានោះទេអញ្ចឹងហើយម្ចាស់អាជីវកម្មទាំងអស់គឺគួរតែ reflect ទៅលើចំណុចនេះហើយស្វែងរកឲ្យឃើញថាតើខ្លួនកំពុងតែស្ថិតនៅក្នុងបញ្ហាដែលទាក់ទងនឹង operational excellence នេះឬអត់ដូច្នេះហើយអ្នកទាំងអស់គ្នាកុំភ្លេចសួរខ្លួនឯងថាតើបច្ចុប្បន្ននេះនៅក្នុងអាជីវកម្មរបស់អ្នកទាំងអស់គ្នាតែងតែជួបនៅបញ្ហាដែលភ្ញៀវគាត់ complain បញ្ហាដែលបុគ្គលិកគាត់មិនយល់ពីការងារបុគ្គលិកតែងតែសួរសំណួរដដែលទៅកាន់អ្នកកំហុសឆ្គងដដែលតែងតែកើតឡើងអ្នកជាម្ចាស់អាជីវកម្មត្រូវការ approve គ្រប់ការងារទាំងអស់ពី department មួយទៅ department មួយតែងតែស្ដីបន្ទោសហើយនឹងចោទកំហុសដាក់គ្នាពុំមានទំនួលខុសត្រូវជាក់លាក់ហើយជាចុងក្រោយការងារតែងតែធ្វើផុត deadline ឬក៏មិនទាន់ deadline របស់អតិថិជនអញ្ចឹងបើសិនបើចម្លើយទៅកាន់សំណួរទាំងអស់នេះគឺ yes ឬក៏មានភាគច្រើននៅក្នុងនេះគឺអ្នកទាំងអស់គ្នាកំពុងតែជួបប្រទះនៅបញ្ហាកង្វះនៅ operational excellence ហើយវាមិនមែនជាកង្វះខាតនៃ strategy ឬក៏យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងអាជីវកម្មទេគឺជាកង្វះខាតក្នុងការបង្កើតនៅប្រព័ន្ធគ្រប់គ្រងអាជីវកម្មមួយដែលវាល្អប្រសើរឬក៏យើងហៅថា operational excellence នេះឯងប្រសិនបើអ្នកទាំងអស់គ្នាឃើញថា operational excellence គឺជាបញ្ហាដែលអ្នកទាំងអស់គ្នាកំពុងតែខ្វះខាតដូច្នេះវាគឺជាពេលវេលាដែលអ្នកទាំងអស់គ្នាត្រូវចាប់ផ្ដើមអភិវឌ្ឍវាចេញមកហើយអ្វីដែលសំខាន់នោះគឺត្រូវចាប់ផ្ដើមធ្វើវាជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃពីព្រោះថា operational excellence វាមិនមែនមានន័យថាជាប្រព័ន្ធមួយដែលមានភាពល្អឥតខ្ចោះនោះទេវាគឺជា daily process ឬក៏ជាការរីកចម្រើនការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃក្នុងការកាត់បន្ថយនៅបញ្ហាឬក៏កាត់បន្ថយនៅកំហុសឆ្គងហើយនឹងធ្វើឲ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងអាជីវកម្មរបស់យើងមិនថាថ្ងៃនេះយើងត្រូវការអភិវឌ្ឍឬក៏បណ្ដុះបណ្ដាលបុគ្គលិករបស់យើងបន្ថែមឬក៏ថ្ងៃស្អែកយើងត្រូវកែប្រែទៅលើបច្ចេកវិទ្យាមួយចំនួនដែលយើងប្រើប្រាស់ឬក៏ថ្ងៃខាងស្អែកយើងត្រូវការផ្លាស់ប្ដូរនៅរូបមន្តថ្មីនៃអាហារឬក៏ភេសជ្ជៈរបស់យើងអញ្ចឹងចំណុចតូចៗទាំងអស់នេះហើយដែលវាត្រូវការផ្គុំបញ្ចូលគ្នាជារៀងរាល់ថ្ងៃដើម្បីបង្កើតទៅជាប្រព័ន្ធនៃ operational excellence មួយហើយអ្វីដែលម្ចាស់អាជីវកម្មត្រូវចងចាំនោះគឺកុំព្យាយាមសួរតែសំណួរទៅខ្លួនឯងថាតើខ្ញុំគួរតែធ្វើដូចម្តេចដើម្បីបង្កើន customer បន្ថែមទៀតគឺយើងគួរតែសួរខ្លួនឯងថាតើខ្ញុំគួរតែកែប្រែនិងអភិវឌ្ឍទៅលើអាជីវកម្មរបស់ខ្ញុំត្រង់ចំណុចណាដើម្បីឲ្យអតិថិជនគាត់ទទួលបានបទពិសោធន៍ដែលល្អហើយគាត់នឹងពេញចិត្តក្នុងការត្រឡប់មកទទួលបទពិសោធន៍នោះជាបន្តទៀតនៅពេលអនាគតអញ្ចឹងនៅពេលដែលយើងឆ្លើយនឹងសំណួរនេះចេញគឺមានន័យថាយើងបង្កើតនៅប្រព័ន្ធគ្រប់គ្រងឬក៏ operational excellence នេះបានដែលវានឹងជួយបង្កើននៅចំនួន customer ក៏ដូចជាបង្កើននៅចំនួនការលក់របស់យើងឲ្យកាន់តែច្រើនទៀតនៅពេលអនាគតអញ្ចឹងកុំព្យាយាមចង់បាននៅ customer ច្រើនឬក៏ការលក់ច្រើនមុនពេលដែលអ្នកមិនទាន់បានដោះស្រាយឬក៏បង្កើតនៅប្រព័ន្ធ operational excellence របស់ខ្លួនឲ្យមាននៅក្នុងអាជីវកម្មរបស់ខ្លួនសិនអរគុណច្រើនហើយបើសិនបើអ្នកទាំងអស់គ្នាគិតថា topic ទាក់ទងនឹង operational excellence នេះគឺល្អសម្រាប់អាជីវកម្មរបស់អ្នកសូមកុំភ្លេចចុច subscribe ឬក៏ follow page Consult by June ហើយនៅក្នុងអេពីសូតក្រោយនៃ series នេះគឺយើងនឹងជួបគ្នានៅ topic មួយទៀតដែលទាក់ទងនឹងកំហុសនៃប្រតិបត្តិការទាំង7ដែលធ្វើឲ្យអាជីវកម្មរបស់អ្នកមិនអាចរីកចម្រើនបានហើយអ្នកទាំងអស់គ្នានឹងមើលឃើញថាអាចមានចំណុចមួយឬក៏ច្រើននៅក្នុងនោះដែលអ្នកទាំងអស់គ្នាកំពុងតែជួបប្រទះហើយដែលត្រូវការយកទៅដោះស្រាយនៅក្នុងអាជីវកម្មរបស់អ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេច subscribe និងតាមដាននៅក្នុងវីដេអូក្រោយហើយជាចុងក្រោយខ្ញុំមានសំណួរមួយទៅអ្នកទាំងអស់គ្នាតើបញ្ហាណាមួយនៃ operational excellence ដែលអ្នកទាំងអស់គ្នាកំពុងតែជួបប្រទះសូម comment នៅក្នុង comment ខាងក្រោមហើយខ្ញុំនឹងព្យាយាមឆ្លើយតបចំពោះបញ្ហាណាមួយដែលអ្នកទាំងអស់គ្នាកំពុងជួបប្រទះដែលអ្នកទាំងអស់គ្នាត្រូវការដំណោះស្រាយនិងការប្រឹក្សាពី Consult by June អរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយ